đây bằng vô nào ngày nay nhom nâng thưaรูปភាពmiền này thay dương trackรูปភាពđại mìnhច្បាស់chỉ vector ở từ chỉច្បាស់ចឹងយើងចាប់ដើមទាំងអស់គ្នាចឹងជាដំបូងអ្នកគ្នាត្រូវបើក Atlas របស់យើងមកហើយយើងមានរូបភាពមួយដែល blur ដែលមិនច្បាស់អូខេចឹងយើងអាចពង្រីកវាមកតាមអ្វីដែលយើងចង់បានមកណាអូខេអញ្ចឹងបន្ទាប់មកយើងបានរូបភាពហើយចឹងអ្នកគ្នាមើលទៅត្រង់ខាងលើនេះអញ្ចឹងបើយើងមាន image យើងយកពី image ហើយយក track មកប៉ុន្តែបើយើងអត់មាន image ទេយើងចូលទៅកាន់ window នេះណាអញ្ចឹងយើង select ពី image track នេះមកមិនវាជាប់ដោយសារខ្ញុំធ្វើម្ដងហើយអញ្ចឹងឥឡូវយើងទៅធ្វើដល់ window យកពី image នេះអូខេអញ្ចឹងនៅក្នុង image track នេះយើង select លើវាវាចេញចាស់នឹងគ្នាឃើញទេហើយកន្លែង preset នេះយើងអាចអ្នកនេះយក black and white ឃើញទេដល់ពេលយក black and white មកវា preview ឲ្យយើងស្អាតហើយអូខេអញ្ចឹងមានន័យថាយើងឃើញទេយើងយកវាជា black and white color ឥឡូវយើងអូសចេញមកយើងសាកឥឡូវយើងសាកអូសចេញមកយើងអូសចេញមកអ្នកនេះអូសចេញមកហើយមានន័យថាវាអត់តន់ track ទេមានន័យថាយើងចង់ពុតក៏ការដែលវានៅតែអញ្ចេះអញ្ចឹងនៅពេលដែលយើងចង់ពុត object ហ្នឹងឬក៏យើងចង់លុប object អីមួយមានថាឲ្យវាបំបែកគ្នាតែអ្នកគ្នាត្រូវមើលខាងឆ្វេងដៃនេះមានពី expand បើអត់មានទេអ្នកចូលទៅកាន់ property នេះ property នេះហើយយើងយកពី expand នេះមកហើយយើងចុចពី expand មកអូខេអញ្ចឹងនៅពេលដែលយើង expand ហើយអ្នកគ្នារូបភាពទាំងមួយនេះវានឹងដាច់ចេញពីគ្នាហើយឃើញទេដាច់ចេញពីគ្នាហើយអញ្ចឹងអ្នកគ្នាអាចលុបខាងក្រៅចេញបានណាចុះឧទាហរណ៍មិញវាមានពណ៌ផ្សេងហើយយើងអាចធ្វើការពុតអីបានណាអញ្ចឹងនេះអាច save បានបន្ទាប់ពីយើងធ្វើហើយយើងអាច save អញ្ចឹងឥឡូវយើងយកមកប្រៀបធៀប before and after អូខេអូខេអញ្ចឹងបើយើងចង់បានពណ៌យើង select ពណ៌ធម្មតាមកយើង fill តែមកយើងជ្រើសរើសពណ៌យើងចង់បានមកណាហើយយើងយកពណ៌ Q មកអូខេអញ្ចឹងវាបានពណ៌ Q ដូចអ្វីដែលយើងចង់បានដែរអូខេអញ្ចឹងយើងអាច save បានឃើញទេយើង zoom មកក៏បែប pixel ហើយមានន័យថាវា track image របស់យើងហ្នឹងហើយយើងអាចលុបរូបភាពដែល blur បានរូបភាពផ្សេងដែលជា vector ឥឡូវខ្ញុំឧទាហរណ៍មានឧទាហរណ៍មួយទៀតអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យមួយទៀតអញ្ចឹងខ្ញុំមានរូបភាពមួយដែលខ្ញុំ save ពីនេះមកនេះរូបភាពនេះអូខេរូបភាពរបស់យើងនេះមានន័យថានៅពេលយើង zoom មកវា blur អញ្ចឹងយើងអាច select យើងហ្នឹងហើយយើងចុចពាក្យ track ដែរនេះចូលពាក្យថា black and white អូខេអញ្ចឹងនៅពេល black and white វាមានន័យថាហេតុអីបានជាយើងយក black and white នេះឆ្ងល់ហ៎ដើម្បីឲ្យវា clean នៅ blur មិនតែយើងយកពណ៌ផ្សេងមានថាយើងអត់បាន clean នៅ blur វាទេអញ្ចឹងភាគច្រើនដើម្បី clean វាយក black and white ហើយបានគេ add color តាមក្រោយអញ្ចឹងយើងយក black and white មកឬក៏យើងអាចយក6 color ក៏បានដែរគាត់នៅ6 color នេះវាអត់ច្បាស់មានន័យថាវាពណ៌អណ្ដែតគាត់ណាវាធ្វើឲ្យបាត់ blur ប៉ុន្តែ quality វាឃើញ quality វាអត់ច្បាស់បែបអញ្ចឹងវាអត់ល្អយើងយកតើតទៅនឹង black and white មកអូខេទាំងឡើងផ្សេងខ្វះខាតយើងអាចបំពេញខ្លួនឯងប
បន្ថែមប៉ុន្តែភាគច្រើនគឺ 99% ដែលវាធ្វើបានល្អដូចកន្លែងនេះហ្នឹងវាយើងអាចចាំយើងដកចេញបានណាហើយយើងបន្ថែមមកអញ្ចឹងយើងបានចេះហើយអញ្ចឹងយើងចូលទៅកាន់ expander មកអូខេយើង select នេះមកហើយយើងដកមកអូខេឃើញយើងដកបានទេនេះអាចដកបានខាងក្នុងនេះអាចដកបានមកអូខេយើងលុបចេញមកអញ្ចឹងបន្ទាប់ពីបាននេះយើង select មកឃើញទេយើង select មកយើងungroup group វាមួយមកអូខេអញ្ចឹងយើងអាចដូរពណ៌បានណាបង group មិនអត់នេះអត់ជាមួយ layer មកនេះអូខេ select layer មកតោះមកយើង group វាមក ungroup អូខេអូខេអញ្ចឹងអស់ហើយអញ្ចឹងបន្ទាប់ពីយើង group ហើយយើងអាចដូរពណ៌បានចូលទៅ property មកយើងអាចដូរពណ៌ដាក់ fill មកអូខេឬក៏ពណ៌ណាដែលយើងចង់បានមកពណ៌ឈប់វិញមកអូខេហើយយើងដាក់ background វាមកឃើញទេអញ្ចឹងវាបានរូបដែលយើងចង់បានហ្នឹងអញ្ចឹងឥឡូវយើងអាច compare បានលុបចោលបណ្ដោយនេះឧទាហរណ៍ឲ្យមើលអញ្ចឹងយើង compare ទៅទីមួយ resolution ខុសគ្នានេះយើង break resolution ឃើញទេcòn នៅកន្លែងនេះវាថែមមានន័យថាវាចន្លោះកន្លែងនេះអញ្ចឹងយើងអាចប្រើ shape មកយើងអាច mock up ពីលើនេះបានអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមអ្នកនេះជួយចុច like ហើយនិង subscribe និងទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងgraphic design របស់យើងអញ្ចឹងយើងមាន software ជាច្រើនที่យើងត្រូវរៀនហើយនឹងទាក់ទងនឹងការ design ផ្សេងៗទៀតទៅការ project នីមួយៗអញ្ចឹងអូខេ